my god មកបានត្រីមេរងពូនោះមកតែប៉ុណ្ណាហើយបាទបងប្អូនហើយនេះគឺជាផ្លូវរថភ្លើងចង់ប្រាប់ថាឲ្យតែចាប់ដើមដើរលេងចេញទ្រីបចេញអីហ្នឹងចាប់មេចាប់ដើមភ្លៀងហើយអាហ្នឹងភ្លៀងតែហ្នឹងបងប្អូនទៅត្រូវបង្ខំឲ្យគ្នាខ្ញុំលោកសម្រាប់រកកន្លែងតារាសិនចៃដននេះកន្លែងហ្នឹងមានខ្ទមមួយចាស់គេទុកចោលចូលសម្រាប់អត់លេងវារួមមកតែដើរលេងដើរទ្រីបដើរមួយភ្លៀងរហូតទៅហើយអត់យល់ដែរបងប្អូនគេបងប្អូនចាំទស្សនាវីដេអូខ្ញុំបន្តទៀតជាមួយខ្ញុំទៅដល់សមុទ្រឥឡូវគាត់ដល់សមុទ្រទេតាមមេឃភ្លៀងពេកនឹងនាមមនុស្សស្រីម្នាក់ដែលធ្លាប់តែចូលចេញ My heart attack sinking on the track ឆ្ងាយបែបពីរូបអូនបេះដូងបងដូចបានគេហែសមុទ្រមកលេងសមុទ្រឃើញក្រោយខ្ញុំនៅគេអត់បងប្អូនឯកទុយភ្នែកមើលឃើញអាហ្នឹងមិនមែនជាបឹងហើយក៏មិនមែនជាទន្លេសមុទ្រមកលឿនអើយមកឃើញដល់សមុទ្របងប្អូនកាឡូធំអូខេបងប្អូនអរគ្នាបន្ទាប់ពីយើងបានឆ្លងកាត់នៅភ្ជួរភ្លៀងរួចមកឥឡូវនេះយើងមកដល់សមុទ្រហើយបាទហើយក៏នាំគ្នារៀបចំអីខ្ញុំហ្នឹងក៏ទៅឆ្លៀតទៅដល់លេងក្នុងទឹកបន្តិចចង់និយាយថាទឹកហ្នឹងត្រជាក់ខ្លាំងមែនទែនហើយដល់ថ្លាវាថាយើងទៅសញ្ជឹកអីចឹងតមកខ្ញុំក៏ចាប់ផ្ដើមបែងចែកការងារគ្នារៀងខ្លួនខ្ញុំmuốnទៅលាងបន្លែហើយខាងបងនោះរៀបចំមានកតេមានអីនោះសម្ភារៈយើងមានទឹកបាយមានអីរៀបចំដើម្បីអត់តបានហូបអីហ្មងបែបហ្នឹងអស់កម្លាំងខ្លាំងនេះហើយក៏ដើរទៅដេកលឿនរឹងមកជុំដោះអត់ចង់ងើបទៀតហើយខាងចែនេះក៏ចាប់ដើមហាន់បន្លែហាន់អីចិត្តបន្លែចិត្តអីហូបយើងហ្នឹងដោយសារតែយើងមកនេះក៏អត់តបានគឺទិញម្ហូបពីផ្សារមកដូចថាលក្ខណៈគេបោះតង់គេធ្វើអញ្ចឹងគេទិញម្ហូបផ្សារថ្ងៃទី1គេទិញម្ហូបមកសិនថ្ងៃក្រោយយើងស៊ូត្រីស៊ូអីហើយខាងនេះគាត់ដាំបាយបងដាំបាយអត់ឆេះអត់មានភ្លើងទៅខាងឲ្យបែកហ្នឹងមកដើម្បីកាត់ភ្លើងយូរទៅសុខភាពនឹងសុបាយមែនទែនខ្ញុំពងរីខតហ្នឹងនឹកឃើញហើយទៅមករីខតដោយសារទៅតនេចែទៅគាត់នេះធ្វើកំហុសឲ្យខ្លះហើយខ្ញុំនេះអត់សំខាន់ខ្ញុំថតការងារខ្ញុំគឺការងារអ្នកថតអត់ខ្វល់ទេណាធ្វើអីធ្វើទៅខ្ញុំជាអ្នកថតយរួមគ្រប់ប្លង់គ្រប់សកម្មភាពគឺខ្ញុំត្រូវតែមានវីដេអូជានិច្ចតបពីថតគេទៅហើយក៏ជីតោងលេងបែរយកហើយបើខាងបងប្រុសហ្នឹងណាគាត់កំពុងតែរៀបចំបិទផ្លែទូចលក្ខណៈថាយីរួមវាលក្ខណៈថា trip ស្តង់ដែរជាងត្រូវមានផ្លែទូចមានអីអញ្ចឹងតែគេស្ដាយស្ទូចកន្លែងហ្នឹងអត់មានបានត្រីថ្មីមួយឥឡូវយើងលើនេះគាត់ទៅស្ទួយនេះគាត់ថាបានអត់ខ្ញុំទៅពុតខ្ញុំទៀតដឹងថាកន្លែងហ្នឹងស្ទួយអត់នេះអត់មានត្រីទេអត់មានមាត់ត្រីមកហ្នឹងការអ្នកលក្ខណៈយីរួមទៅសមុទ្រអញ្ចឹងនុយឲ្យស៊ីនុយកូនដៃគាត់កូនមត់កូនអីតែខ្ញុំអីចឹងអត់មាននុយកូនមត់ទេដាក់នុយដឹងដាក់នុយបានអត់បានត្រីមួយពងស៊ីនោះនេះបងប្អូនខាងនេះវិញគាត់ដាក់ទៅតិចហើយតែតិចអូបងប្អូននឹងជាប់អីធំហ្នឹងដូចបបទៅកាត់ភ្លើងបើអីហើយចាប់ដើមឈាមសាច់ខាងក្រុមមកគាត់ធ្វើទៅជ្រលក់លាងបន្លែទៅអីអស់ហើយចាំមកសាច់អត់តឆ្អិនឲ្យមើលទិដ្ឋភាពសមុទ្រតិចទៀតចុះស្អាតមើលតិចទៀតខ្ញុំដើរទៅលេងនៅកោះនោះដើរទៅអង្គុយលេងលើអ៊ីក្លោះកោះកន្លែងថ្មនោះ
okបងប្អូនបន្ទាប់ពីយើងបានញ៉ាំអីរួចហើយឥឡូវនេះយើងមកមើលទិដ្ឋភាពនៅសមុទ្រម្ដងទិដ្ឋភាពវាស្អាតខ្លាំងមែនទែនមានដើមដូងច្រើនហើយខ្ញុំហ្នឹងក៏ទៅឈរលេងនៅមាត់សមុទ្រមាត់អីចឹងមាត់សមុទ្រអីមិនចូលលេងមាត់សមុទ្រឈរលេងលើអីហើយក៏ឆ្លៀតមកឈរលេងសិនចឹងថាចង់មើលថ្ងៃលិចតែចៃដល់ថ្ងៃហ្នឹងអត់ថ្ងៃលិចអត់សូវស្អាតទេចឹងហើយខកបំណងក៏ដោយឥឡូវយើងកំពុងតែធ្វើការដើរទៅបន្តទៀតខ្ញុំឃើញថ្មនេះទំនើបមែនទែនអត់ដឹងថាខ្ញុំហក់ចូលកាត់អត់ចំកាត់ហើយថ្មនេះពិតជាគ្រោះថ្នាក់ណាស់បងប្អូនព្រោះថ្មខ្លះវាអាចមានស្លែពេលយើងចូលអត់ស្រួលមួយទៅវាអាចដាក់អល់ទៅហើយនេះវាកន្លែងដែលខ្ញុំត្រូវមកចាក់ត្រីតែស្មានហ្នឹងចាក់អត់តន់កាត់ទេគៀក្តាមអីក៏អត់តន់ចេញដែរគឺដោយសារវាទឹកវាច្រកល្អឡាស់បងប្អូនយើងស្លែនេះល្អជាដល់វាថ្នមខ្ញុំក៏លេចឃើញនេះសបកខ្យងមួយដូចជាមានអីនៅក្នុងនោះអាចមានតែសបកខ្យងនេះមិនដូចជាឃើញមានអីដូចជាឃើញមានក្តាមអត់ឃើញក្តាមផងមកខ្ញុំយកសបកហ្នឹងទុកធ្វើជាអនុស្សាវរីយ៍ជាថ្ងៃដែលខ្ញុំបានមកលេងសមុទ្រកុំអោយគេថាយើងមកលេងសមុទ្រអត់មានយកអីផ្ញើទេធ្វើជាអនុស្សាវរីយ៍ពីព្រោះហ្នឹងមួយខ្ញុំបានមកលេងសមុទ្រនេះខ្ញុំពិតជានឹកដល់ប្អូនស្រីខ្ញុំមែនទេគុំទាំងប៉ាម៉ាក់ហើយនឹងយាយតារបស់ខ្ញុំពិតជាចង់ឲ្យពួកគាត់មកលេងសមុទ្រដូចខ្ញុំដែរតែពួកគាត់នៅស្រុកចឹងហើយអត់បានមកលេងជាមួយខ្ញុំទេចឹងខ្ញុំមកលេងជាមួយមិត្តភក្តិហើយទំនេរឆ្លៀតមកដល់លំហែអារម្មណ៍យើងឃើញថាកន្លែងខ្លះក៏វាមានសម្រាប់អីដោយសារបងប្អូនយើងគាត់មកហូបអាហាររួចហើយក៏អត់យកទៅចោលទេគាត់ទុកចោលនោះចឹងហើយអាហារសម្រាប់អត់វាកាន់តែគោឡើងគោដូចភ្នំចឹងហើយទាមទារឲ្យអ្នកទាំងអស់គ្នាសូមចូលរួមមកគ្នានៅការងារបរិស្ថានវាចាប់ដើមពីខ្លួនយើងផ្ទាល់ដល់លេងក្នុងទឹកសមុទ្ររបស់គ្នាបងប្អូនទឹកសមុទ្រនេះគឺតែខ្លាអញ្ចឹងក៏ដូចមានរសជាតិប្រៃរសជាតិវាប្រៃហើយឡែមខ្ញុំរើសបានខ្យងនេះទៀតណានេះវាគឺគ្រាន់តែសបកទេប៉ុន្តែវាមានប្រភេទក្តាមមួយយ៉ាងតែក្តាមហ្នឹងវាចូលចិត្តទៅចូលនៅក្នុងសបករបស់គេខ្ញុំចាប់បានគឺនៅក្នុងហ្នឹងខ្ញុំអត់ធ្វើបាបវាទេខ្ញុំចង់ដឹងថាវាចេញមកជាមួយគេថាទឹកហ្នឹងខ្លាមែនទេខ្លាឆ្វងដែរលោកខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទេពេលដែលគឺថ្ងៃនេះគេបានឃើញឡើយខ្ញុំបងអត់ធ្វើដំណើរទៅកន្លែងបោះតង់វិញទិដ្ឋភាពសមុទ្រស្អាតមែនទេនោះមើលដៃទៅភ្នែកនេះមានបងណាខ្លះអត់ទាន់បានស្គាល់សមុទ្រចង់និយាយថាសមុទ្រហ្នឹងវាដូចតែទន្លេយើងទេវាអត់ប្លែកអីគ្នាមកទេគ្រាន់តែសមុទ្រហ្នឹងវាធំជាងទន្លេហើយទឹកវាប្រៃចង់ឃើញទន្លេជួនកាលក៏ធំដែរដូចទន្លេចាក់មុខទន្លេ4មុខអីទៅជិតវាំងគឺធំដូចគ្នាប៉ុន្តែសមុទ្រធំជាងនឹងទៀតគឺឪទន្លេមើលដៃកន្ទុយភ្នែកមើលអត់ឃើញទេឃើញកោះត្រៃឃើញតែកប៉ាល់អីទូនឹងទឹកគាត់នឹងធំលើនេះវាសាច់អាឡូកសមុទ្រក៏វាធំជាងអាឡូកទន្លេដែរនេះគឺដើមដូងកន្លែងខ្ញុំមកនោះកន្លែងពោយឯម៉ៅហត់តែដល់ blame ចេញចូលមិនចេះទីបបួលខ្ញុំថតសិកខ្ញុំដើរចេញញោរមេរីបងទៅកម្មវិធីពេលយប់យើងដើរឆ្កឹះ oyster ទៅ oyster នៅជាប់តាមថ្មពេលយប់ទៅទឹកវាលាចគឺរែកទឹកត្រឹម
នេះតើអុយស្តានេះជុំការក្រោមនោះមានក្តារមើលក្នុងថ្មពួកដើរស្រាប់តែលើកបានទ្រូគេមួយសុំទោសផងម្ចាស់ទ្រូអើយខ្ញុំដាច់មកហូបហើយនេះបានត្រីមួយអត់ស្គាល់ដឹងត្រីអីទេត្រីធំគួរសមដែរអត់ច្រើនទេត្រីកន្ត្រប់ តែមានត្រីកន្ត្រប់ត្រីដោះអីគេអាស្នែងហ៎ ទុំដែរ អាដោះស្នែងណាថង ទុំថងនោះមួយទៀត មួយទៀតគឺទីក្រាញ់ Damn!